សួស្តីប្រិមត្តવર્តិចសូមស្វាគមន៍មកកាន់វគ្គទី31នៃ Crypto 101ថ្ងៃនេះយើងនឹងនិយាយអំពី Altcoin Season ថាតើវាជាអ្វីហើយអ្វីវាកើតឡើងនិងមានន័យយ៉ាងណាសម្រាប់ Crypto តោះចាប់ដើម Altcoin Season គឺជារយៈពេលមួយដែលតម្លៃ Altcoin ដូចជា Ethereum, Solana ឬ Dogecoin ឡើងខ្ពស់ជាង Bitcoin នៅក្នុងទីផ្សារ Crypto វាបង្ហាញថាអ្នកវិនិយោគផ្ដោតទៅលើ Altcoin ច្រើនជាង Bitcoin Altcoin Season កើតឡើងជាធម្មតាបន្ទាប់ពី Bitcoin ឡើងខ្ពស់ដូចជាក្រោយ Bitcoin halving ដែលធ្វើឲ្យអ្នកវិនិយោគយកប្រាក់ចំណេញទៅទិញ Altcoin ដែលមានតម្លៃទាបជាង Narrative ខ្លាំងឬព័ត៌មានល្អអំពី Altcoin ក៏ជួយជំរុញផងដែរនៅក្នុង Crypto Altcoin Season មានន័យថាអ្នកអាចរកប្រាក់ចំណេញពី Altcoin ប៉ុន្តែវាក៏មានហានិភ័យខ្ពស់ព្រោះតម្លៃវាអាចធ្លាក់មកវិញលឿននោះហើយគឺជា Altcoin Season តើអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចសូមប្រាប់យើងនៅក្នុងមតិយោបល់ហើយកុំភ្លេចតាមដានវគ្គបន្ទាប់សូមអរគុណជួបគ្នានៅវីដេអូក្រោយ